ម្នាក់គាត់ស៊ូទៅប្រគុណម្ចាស់មួយអង្គគាត់ស៊ូថារឹងខ្ចីលុយគេធ្វើបុណ្យខ្ញុំស្ដាប់ឲ្យទាន់ពិចារណាខ្ចីលុយគេធ្វើបុណ្យតើបុណ្យបានប៉ុណ្ណាដែរអញ្ចឹងអាត្មាសូមបញ្ជាក់ចម្លើយមួយឲ្យយើងបានគិតថាខ្ចីលុយគេធ្វើបុណ្យស៊ូថាតើបានបុណ្យប៉ុណ្ណាគឺអត់មាននរណាអាចមើលឃើញថាបានបុណ្យប៉ុណ្ណាទេណាញោមគួយស្ដាប់ណាបុណ្យវានៅនឹងដួងចិត្តបុណ្យវានៅនឹងដួងចិត្តហើយប្រសិនបើយើងហ៊ានតែវិនិច្ឆ័យថាខ្ចីគេយកមកធ្វើបុណ្យបានបុណ្យ50សងគេទៅឲ្យបានបុណ្យ100ពេញអាហ្នឹងខុសហើយព្រោះទូនៃកុសលចេតនានេះណាញោមណាវាអត់អាចវិនិច្ឆ័យបាននឹងភ្នែកអ្នកដទៃទេយើងអាចប្រាប់ពីទម្រង់អាចប្រាប់ពីសភាវៈលក្ខណៈនៃកុសលនោះបានប៉ុន្តែយើងអត់អាចប្រាប់ថាហេធ្វើប៉ុណ្ណេះបានបុណ្យប៉ុណ្ណោះធ្វើប៉ុណ្ណោះបានបុណ្យប៉ុណ្ណេះគឺអត់ទេបុណ្យវានៅនឹងចិត្តមើលនៅម្ដុំអ្នកណាអាចវាស់បុណ្យថាបុណ្យបានប៉ុណ្ណេះប៉ុណ្ណោះបានបុណ្យតិចបុណ្យច្រើនគឺវាមិនមែននៅលើអ្នកណាមួយជាអ្នកថាទេដល់ឲ្យតន់ណាបន្តិចបនច្រើនមិនមែននៅលើលោកគ្រូអាចារ្យថាមិនមែននៅលើលោកថាមិនមែនលើអ្នកណាជាអ្នកថាទាំងអស់ប៉ុន្តែបន្តិចបនច្រើនបនតូចបនធំគឺអាស្រ័យទៅលើសេចក្តីជ្រះថ្លារបស់យើងខ្ចីលុយគេយកមកធ្វើបនក៏ដោយណាតែបើចិត្តនឹងជ្រះថ្លាហើយខ្លាំងហើយណាជ្រះថ្លាខ្ចីលុយគេក៏ដោយខ្ចីលុយគេយកមកធ្វើក៏ដោយតែបើចិត្តនឹងជ្រះថ្លាខ្លាំងហើយណាបននឹងក៏វាចម្រើនខ្លាំងប៉ុណ្ណោះដែរដាក់តោះណាញោមណាប៉ុន្តែប្រសិនបើយើងមានលុយខ្លួនឯងធ្វើក៏ដោយអត់ខ្ចីគេធ្វើទេមានលុយធ្វើខ្លួនឯងក៏ដោយតែធ្វើដែរធ្វើបែបរិះថាំធ្វើដែរប៉ុន្តែធ្វើដោយការចង់ឲ្យគេថាសើថាអញនឹងក្រន់បាបអញនឹងអស់ចាគេថាបុណ្យសំញែងអានឹងមិនបុណ្យទេកលេសសុទ្ធសាទៅមកដាក់តោះណាញោមអញ្ចឹងបុណ្យនឹងអត់មានលោកណាហ៊ានតែវិនិច្ឆ័យថាខ្ចីលុយគេមកធ្វើបានបុណ្យ50ហើយសងគេវិញបានបុណ្យ100អត់ចេះអីទេហ្នឹងអត់ចេះអីទេសភាពបុណ្យអត់មាននរណាមកវិនិច្ឆ័យប៉ុណ្ណេះ100ប៉ុណ្ណោះ100បានទេណាសភាពបុណ្យគឺនៅលើចេតនាសេចក្តីជ្រះថ្លានឹងប៉ុណ្ណាគឺបុណ្យចម្រើនប៉ុណ្ណឹងទាល់តែបានសិក្សាអំពីទូនៃមហាកុសលទាំង8បានព្រះអង្គសម្ដែងចេតនាហាងភិក្ខវេបញ្ញវតិមិណាបញ្ញវតិមិមនីភិក្ខុទាំងឡាយចេតនានេះគឺជាទូបុណ្យចេតនាជាទូបុណ្យបុណ្យតិចបុណ្យច្រើនអត់មានស្ថិតនៅលើនរណាជាអ្នកថាទេអញ្ចឹងបានខ្ញុំខ្លះក៏ទៅស៊ូថាដៃគុណអើយ